នេះបងប្អូនពលមានក្តៅទេបងប្អូនអើយម្សិលមិញដូណាល់ត្រាំបញ្ជាកងទ័ពវាយប្រហារអ៊ីរ៉ង់ចំណុចដែលផលិតនុយក្លេអ៊ែរពិតជារឿងនេះមិនមែនរឿងធម្មតាទេណាអាមេរិកប្រកាសសង្គ្រាមចូលដៃជាមួយអ៊ីស្រាអែលកំទេចអ៊ីរ៉ង់ហើយបងប្អូនអញ្ចឹងដូណាល់ត្រាំនេះគាត់អត្តនោម័តដោយខ្លួនឯងសភាគេមិនអនុញ្ញាតទេបងប្អូនសភាអាមេរិកគេមិនបានអនុញ្ញាតឲ្យត្រាំទៅលូកដៃធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ទេក៏តែដោយសារអាត្រាំអាមុខលុយនេះដោយសារអំណាចឥទ្ធិពលនៅពេលដែលវាធ្លាក់ឆ្នោតគេនឹងយកវាទៅកាត់ទោសហើយដូណាល់ត្រាំនេះចាំមើលបងប្អូនវាធ្វើអ្វីតាមតែពលចិត្តវាបងប្អូនគឺទៅពិភពលោកនេះពិតជាអយុត្តិធម៌មែនវាត្រូវហើយបងប្អូនយើងសាកមើលប្រទេសដទៃគេមាននុយក្លេអ៊ែរតែប្រទេសមួយចង់ធ្វើនុយក្លេអ៊ែរខណៈដែលអ៊ីរ៉ង់គេនិយាយហើយថាមិនបានធ្វើនុយក្លេអ៊ែរដើម្បីសម្លាប់ជីវិតមនុស្សទេគឺធ្វើបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមដើម្បីធ្វើក្នុងនៃគោលបំណងសង្គមទេដើម្បីប្រើជាធម្មពលធ្វើអីទេមិនមែនធ្វើក្របបែកទេប៉ុណ្ណឹងហើយវាជឿគេហើយវាចោទគេថាធ្វើក្របបែកឧទាហរណ៍ថាវាធ្វើក្របបែកចុះពួកឯងនោះឯងកាន់ក្របបែកប្រហែល100គ្រាប់ណាចុះពិភពលោកមួយនេះវាគ្មានអីសក្រិតទេបងប្អូនគឺមានតែជាតិនិយមទេតែហើយខ្ញុំអំពាវនាវឲ្យបងប្អូនគ្រប់គ្រងកងទ័ពយើងនៅ QR code នេះណាលុយបងប្អូនឧបត្ថម្ភគឺធ្លាក់ចូលដៃកងទ័ពដែលខ្វះខាតពិតប្រាកដប្រទេសសូវជាតិសពថ្ងៃកំពុងតែត្រូវបានឈានពានដល់សត្រូវប្រទេសជិតខាងបើយើងមិនរួមសាមគ្គីគ្នាទេពិភពលោកនេះគេមិនអើពើជាមួយយើងទេណាបងប្អូនណាមួយរកតែប្រយោជន៍សុនតួទេឃើញណាអាចទៅធោះស្រាប់ហើយពិភពលោកនេះខ្លួនឯងមានអាវុធនុយក្លេអ៊ែរបានតែអ្នកតៃមកហាមឃើញទេឥឡូវនេះអ៊ីរ៉ង់មិនចោះចាញ់ជាដាច់ខាតអ៊ីរ៉ង់នឹងបញ្ចេញអ្វីសពបែបសពយ៉ាងហើយបងប្អូនពីព្រោះក្របបែកមកក្របពី10តោនបងប្អូនមិនមែនធម្មតាទេកំតិចខ្ទេចហ្មងចឹងអ៊ីរ៉ង់វានឹងសងសឹកហើយសងសឹកចោះសងសឹកឡើងសង្គ្រាមលោកវានឹងផ្ទុះឥឡូវយេម៉ែនប្រកាសរហហើយប្រកាសសង្គ្រាមមួយអាមេរិកហើយនឹងវាយប្រហារមូលដ្ឋានកងទ័ពអាមេរិកទាំងអស់ទីទៀតប៉ាគីស្ថានប្រកាសទៀតរុស្ស៊ីប្រកាសទៀតកូរ៉េខាងជើងប្រកាសទៀតផ្ទុះដៀងអញ្ចឹងហើយមានតែយើងនេះយើងប្រទេសយើងកំពុងមានបញ្ហាមួយប្រទេសខាងកងទ័ពកំពុងខ្វះខាតមួយចំនួនមានតែប្រជាជនទេជួយរួមឧបត្ថម្ភបន្តិចម្ដងដើម្បីការពារជាតិយើងគ្មានបរទេសណាមួយមកការពារជាតិយើងជាមួយយើងទេបើប្រជាជនគ្មានជាតិនិយមគ្មានចេះលះបង់ថវិកាបន្តិចបន្តួចជួយជាកម្លាំងចិត្តដល់កងទ័ពយើងអាចជួយជាលុយណាបងយើងមិនជួយកាន់តែភ្លើងច្បាំងនេះគាត់ជួយជាលុយថវិកាបន្តិចបន្តួចនេះគឺពួកគាត់បានចំណេញចំណុកឃើញវីដេអូដែលខ្ញុំបង្ហោះទេបងគឺ50 100គឺគាត់បានទិញចំណេញមានកម្លាំងមានថាមពលណាជាកម្លាំងស្មារតីគឺសំខាន់ណាស់សម្រាប់កងទ័ពចូលមុខរបស់យើងណាអញ្ចឹងមានតែអំពាវនាវឲ្យមួយទៀតខ្ញុំមុខក្រាស់ណាស់មុខក្រាស់ប្រហែលជាងវាពីព្រោះខ្ញុំចង់ឲ្យកងទ័ពចូលមុខគាត់មានទឹកចិត្តបន្ថែមទៀតពុះកញ្ជ្រោលខ្លាំងពីព្រោះសត្រូវវាដាក់សម្ពាធកាន់តែខ្លាំងវាបិទច្រកព្រំដែនវាយប់ឡើងវាផោះដ្រូនវាឲ្យកូនគ្នាវាដើរចូលទឹកដីយើងចូលភូមិទុកយើងទាំងក្រុមហើយបើយើងមិនការពារវាចូលមកបោះទីតាំងថ្ងៃមុនបោះយកអូភ្លើងធំមកបោះជំរុំមកទឹកដីយើងសំណាងដោយសារតែហ៊ានយើងឥឡូវនេះគឺមានគ្រប់ទាំងអស់បំបីទីក្រុមតូចការពារគ្រប់ច្រកហងមិនឲ្យវាចូលទឹកដីយើងបានទេអញ្ចឹងហើយគាត់ពីមុនហូបរួមឥឡូវហូបក្រុមតូចអញ្ចឹងគាត់មានការលំបាកស្បៀងខ្លះអញ្ចឹងយើងជួយឧបត្ថម្ភក្រុមណាដែលខ្វះខាតស្បៀងពិតប្រាកដអញ្ចឹងខ្ញុំពាវនាវគឺមុខក្រាស់ណាស់ឥឡូវនេះមុខក្រាស់ប៉ុន្តែខ្ញុំមិនខ្វល់ទេសំខាន់បានលុយធ្វើមកឲ្យបានលុយជួយកងទ័ពចូលមុខដែលគាត់ខ្វះខាតពិតប្រាកដគាត់ផ្សាសារមកជាច្រើនហូរហែបងអើយកន្លែងនេះខ្វះទឹកត្រីខ្វះស្អ៊ីវខ្វះអង្គខ្វះថាទៅរបស់ហូបចុកអញ្ចឹងខ្ញុំជួយគាត់បាន50 100ក្រុមចុងក្រោយបាន50 180ហ្នឹងគាត់សប្បាយចិត្តណាស់គាត់យកទៅទិញធ្វើហូបជុំគ្នាក៏មានកម្លាំងចិត្តណាជាស្មារតីរករំជាតិគ្មានបរទេសណាវាមកខ្វាយខ្វល់ជាតិរបស់យើងទេបើមិនតែប្រជាជនខ្មែរមិនខ្វាយខ្វល់មិនចូលរួមទាំងអស់គ្នានោះណាកងទ័ពជាអ្នកស្នេហាជាតិជាអ្នកការពារទឹកដីពិតប្រាកដតែបើប្រជាជនមិនអើពើទេគាត់ទៅឲ្យមិនជួយចេញសកម្មភាពពិតប្រាកដទេអានឹងពួកគាត់ក៏គ្មានកម្លាំងទៅប្រយុទ្ធជាមួយសត្រូវដែរណាអញ្ចឹងសង្គ្រាមលោកវានឹងផ្ទុះទៅសំខាន់ជាតិរបស់យើងសត្រូវវាក៏កំពុងកំហឹមយកទឹកដីរបស់យើងត្រូវមានចិត្តនិយមជាងនេះបងប្អូនចូលរួមចិត្តទាំងនៅក្នុងសុខការសុខចូលរួមទាំងអស់គ្នាមិនចូលរួមតាមកូនស្រីប៉ារីសចូលតាមដតីក៏បានប្រកាសខ្លួនឯងទៅថាបងប្អូនកងទ័ពចូលមុខតែខ្វះខាតឲ្យតាកតងមកខ្ញុំបាញ់ឲ្យដូចខ្ញុំធ្វើសប្តាហ៍គឺខ្ញុំបាញ់ព្រាមចូលមុខឲ្យខ្វះខាតតាកតងមកខ្ញុំប្រពន្ធខ្ញុំម៉ៅនេះហ្នឹងត្រូវការជាមួយឧបត្ថម្ភជាស្បៀងគឺបាញ់ដល់ព្រាមមានលុយឧបធិបាន100 200ខ្ញុំបាញ់ចែកជាក្រុមបាន50 100 70 80ទៅតាមលុយដែលយើងប្រមូលបានអញ្ចឹងមានតែអំពាវនាវមុខក្រាស់ហ្នឹងហើយបងប្អូនមុខក្រាស់ទៀតខ្ញុំមិនខ្វល់ទេទោះបីមុខក្រាស់ប៉ាន់ជាងពីអាណាចង់ថាសំខាន់ឲ្យបានលុយជួយកងទ័ពរបស់ខ្ញុំជួយជាតិរបស់ខ្ញុំពិភពលោកគ្មានអាណាខ្វាយខ្វល់នឹងយើងទេណាមហាអំណាចវាគិតច្បាស់អំណាចណាគេធ្វើនុយក្លេអ៊ែរមិនមែនជាការធ្វើទេគេបានធ្វើទេប៉ុន្តែវាចោតប្រកាន់វាមានអំណងវាយគេយកមកតិចទៀតអាមេរិកវាចង់បានអ៊ីរ៉ង់ណាវាអ៊ីរ៉ង់វាមានប្រេងច្រើនពីទៅពីវាបរាជ័យវាប្រទេសអ៊ីរ៉ាក់នឹងខ្ទេចវល់ចង់បានប្រេងមកគេចង់មកចាប់អ៊ីរ៉ាក់មានប្រេង
ឥឡូវវាចោតប្រកាន់អ៊ីរ៉ង់ថាផលិតនុយក្លេអ៊ែរចាចោតទៅតែពិតអ៊ីរ៉ង់មានអត់មាននុយក្លេអ៊ែរទេណាគេបង្កើតឧស្សាហកម្មដើម្បីបំរើស៊ីវិលទេតែវាចោតវាលេះគេវាបហាគេទីទៀតវាវាយគេខ្ទេចវល់ឲ្យពួកអាក្រុមបកពួកវានោះឡើងកាន់អំណាចនៅអ៊ីរ៉ង់សេដ្ឋកិច្ចសពបែបយ៉ាងគឺពួកមហាអំណាចគ្រឿបបញ្ចូលយកខ្ទេចឃើញពិភពលោកនេះវាអញ្ចឹងបើយើងជាខ្មែរមិនចេះកែថែរក្សាស្រឡាញ់ទឹកដីទេគេនឹងយកទឹកដីយើងទៅយើងនឹងបាត់បង់ទឹកដីបន្តទៀតណាយើងកុំអើពើណាភាគឡើងមកភាគខ្លួនណាទៅណាពិភពលោកនេះគ្មាននរណាជួយយើងទេក្រៅតែប្រជាជនខ្មែរប្រទេសយើងកំពុងមានបញ្ហាបើថាប្រទេសអត់មានថាសុខសន្តានអត់អីទេតែឥឡូវនេះប្រទេសជាតិកំពុងមានបញ្ហាជាមួយនឹងអ្នកជិតខាងណាគេចង់យកទឹកដីយើងចង់បានតែថែរក្សាប៉ុនបាត់ដៃទេណាអាក្រៅពីនោះយើងបាត់បង់ច្រើនណាស់ហើយខ្មែរយើងណាថែរក្សាប៉ុណ្ណឹងឲ្យបានទាំងអស់គ្នាកុំឲ្យកូនចៅជំនាន់ក្រោយបន្ទោសយើងអូអាចំនួនមុនអាចំនួននេះអត់ចេះថែរក្សាទឹកដីឃើញទេហើយយើងបន្ទោសអាពីមុនអាក្រោយបន្ទោសយើងដោយសារយើងអត់ចូលរួមទាំងអស់គ្នាទេយើងក៏ទៅឲ្យស៊ីឆ្ងាយអាត្មាខ្ញុំអញ្ចឹងមានបានទេអរគុណច្រើនកុំភ្លេចចូលរួមបងប្អូនអំពាវនាវឲ្យទៀតមុខក្រាស់ណាខ្ញុំក្នុងថ្ងៃនេះណាខ្ញុំបង្កើតវីដេអូធ្វើវីដេអូយកវីដេអូដើម្បីប្រមូលបុព្វហេតុប្រមូលថវិកាដើម្បីជួយពួកគាត់លួចបានមកគឺដល់ដៃពួកគាត់ហ្មងអញ្ចឹងអ្នកនៅបារាំងចូលតាមខ្ញុំអ្នកនៅស្រុកខ្មែរនៅប្រទេសដទៃមានបងប្អូនបាញ់ចូល ABA បាញ់ចូល ABA បានបើថាបាញ់បានខ្ញុំមកចូលតាមនៅភូមិនេះណាកូនអ្នកស្រីផ្ទាល់ក៏បានដែរអីទេណាអញ្ចឹងអរគុណច្រើនជម្រាបលា